បាទសួស្តីបងប្អូនជួបខ្ញុំនៅវីដេអូទី7ថ្ងៃនេះខ្ញុំមាន topic មួយចង់ចែករំលែកទៅបងប្អូនទាំងអស់គ្នាទាក់ទងទៅនឹង paternity leave តើស្អីទៅជា paternity leave ហើយកុំឲ្យខាតទេយើងនឹងចូលសិក្សាទាំងអស់គ្នាបងប្អូនឃើញហើយនេះគឺជា slide ដែលខ្ញុំបានបង្ហាញទៅបងប្អូន paternity leave ឬក៏ right for father អញ្ចឹងសិទ្ធិសម្រាប់ដែលជាឪពុកណាបើយើងមានគ្រួសារហើយប្រពន្ធយើងឆ្លងទន្លេតើក្នុងនាមយើងជាបុគ្គលិកដែលប្រុសណាតើគាត់មានសិទ្ធិអីខ្លះអញ្ចឹងចង់ដឹងយ៉ាងណាមិញនេះខ្ញុំនឹងបង្ហាញទៅបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងនេះខ្ញុំបានដាក់ថាមិនមែនមានតែម្ដាយទេតែឪពុកក៏មានសិទ្ធិឈប់សម្រាកដែរអញ្ចឹងណាអញ្ចឹងយើងចូលទៅសិក្សាទាំងអស់គ្នាអញ្ចឹង topic របស់ខ្ញុំគឺច្បាប់ការងារកម្ពុជាបានផ្ដល់គាំទ្រដល់គ្រួសារច្បាប់បានគាំទ្រគ្រួសាររបស់យើងណាហើយតកតងទៅនឹងតើឪពុកគាត់មានតួនាទីសំខាន់នៅក្នុងការជួយទៅក្រុមគ្រួសាររបស់គាត់ឬក៏កូនរបស់គាត់ហើយទីមួយទៀតគឺច្បាប់គឺវាជួយក្នុងការដែល promote gender quality in caregiving អញ្ចឹងជួយឲ្យ gender ឲ្យមានភាពស្មើគ្នាហើយមួយទៀតតកតងនឹងជួយទៅលើសុខភាពរបស់មាតាដើម្បីឲ្យគាត់ឆាប់ស្ដារទៅធ្វើការឡើងវិញណាអ្វីដែលជួយផ្នែកទៅឪពុកមួយទៀតបង្កើននៅគ្រួសារឲ្យមានភាពល្អមានន័យថាឲ្យមានតំណែងរវាងគ្រួសារនិងគ្រួសារប្តីនិងប្រពន្ធឲ្យកុំឲ្យមានរកម្មរកុសក្នុងករណីដែលគាត់មិនបានឈប់ឲ្យប្រពន្ធឆ្លងទន្លេតែម្នាក់ឯងអញ្ចឹងណាអញ្ចឹងដើម្បីធ្វើឲ្យបរិយាកាសឲ្យធ្វើការហ្នឹងវាស្រួលអញ្ចឹងណាចូលមកទៀតpaternity leave right សិទ្ធិដែលជាសិទ្ធិរបស់ឪពុកណាការឈប់សម្រាករបស់ឪពុក leave duration ពេលវេលានៃការឈប់ឪពុកអាចឈប់សម្រាកប្រហែលជា2ទៅ7ថ្ងៃអញ្ចឹងយ៉ាងច្រើនបំផុតគឺ7ថ្ងៃហើយវាផ្អែកទៅលើច្បាប់នៅប្រទេសកម្ពុជាហើយនៅទីនេះក៏មានច្បាប់ចែងដែរមួយទៀតតកតងទៅនឹងការ payment ការទូទាត់ការបង់ប្រាក់ឈប់សម្រាកអាស្រ័យទៅលើកិច្ចសន្យានិងវិធានរបស់រដ្ឋអញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចនៅពេលដែលយើងឈប់ច្បាប់គេឲ្យឈប់1ឆ្នាំ7ថ្ងៃអញ្ចឹង7ថ្ងៃហ្នឹងគឺរាប់ចូលនៅក្នុងមានន័យថាបើយើង annual leave យើងឈប់អស់18ថ្ងៃអញ្ចឹងយើងនៅសល់7ថ្ងៃទៀតហ្នឹងយើងអាចស្នើសុំ HR ដើម្បីធ្វើការធ្វើ special leave ហើយនៅពេលដែលយើងត្រឡប់មកពីធ្វើការមកពីលំហែរបស់ម្ដាយហើយត្រឡប់មកធ្វើការយើងធ្វើការ compensate ទៅនយោជកវិញមិនមែនយើងឈប់ដោយ free ណាអ្វីដែលសំខាន់នៅពេលដែលយើងចង់ស្នើសុំ paternity leave យើងត្រូវជូនដំណឹងទៅ HR ឬក៏ធនធានមនុស្សហើយបើយើងត្រឡប់មកវិញត្រូវមានសម្បត្តិកំណត់បងប្អូនដូចខ្ញុំបង្ហាញហ្នឹងហើយការស្នើសុំគឺសរសេរជាធម្មតាការស្នើសុំយើងអាចថតដោយយើងបានទៅអ្វីដែលយើង apply មានន័យថាយើងទៅជួយសម្រាប់បន្ទុករបស់ម្ដាយយើងត្រូវមានការសរសេរស្នើសុំមានឯកសារមួយចំនួនហើយត្រូវរក្សាឯកសារទាំងអស់ហើយមួយទៀតការស្នើសុំរបស់យើងបើមានបញ្ហាអីយើងអាចស្នើសុំទៅស្ថាប័នដូចជាសង្ត្រាវដូចជាកម្មករជាសិទ្ធិមនុស្សសហព័ន្ធសហជីពជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាអីចឹងទៅហើយដូចជាសហព័ន្ធសហជីពកម្ពុជាអីចឹងទៅនៅពេលដែលយើងត្រូវការឲ្យមានស្ថាប័នជួយគ្រប់គ្រងយើងពេលដែលយើងអត់ទទួលបាននៃ benefit ដែលខ្ញុំលើកឡើងមិញណាពុកឬម្ដាយជារួមបើសិនជាបងប្អូនមាន comment ឬក៏មានអីចែករំលែកចំណេះដឹងសូមតម្លាក់ comment បងប្អូននៅក្នុងវីដេអូរបស់ខ្ញុំដើម្បីយើងត្រូវសិក្សាទាំងអស់គ្នានៅខ្វះចន្លោះនៅចំណុចណាយើងនឹងសិក្សាទាំងអស់គ្នាហើយនេះគឺខ្ញុំបានដកស្រង់ពីខាង law firm ដែលគេ quote តកតងនឹងច្បាប់អញ្ចឹងទំនួលសួរថាតើមានច្បាប់ទេតកតងនឹង paternity leave គឺនៅក្នុងនេះគឺគេរាប់បញ្ចូលទៅនឹង paternity leave គេរាប់បញ្ចូលនៅក្នុង special leave មានការស្នើសុំឈប់ពិសេសដូចមាននៅក្នុងចរាចរណ៍ណែនាំលេខ10ឆ្នាំ2020នៅថ្ងៃទី21ខែកុម្ភៈ2020អញ្ចឹង employer or worker may ask for up to 7 days or special leave for personal reason or affect their immediate family អញ្ចឹងនយោជិតឬកម្មករអាចស្នើសុំ7ថ្ងៃឈប់សម្រាកពិសេសហ្នឹងក្នុងហេតុផលផ្ទាល់ខ្លួនដូចជាអីខ្លះដូចជាប្រពន្ធសម្រាប់កូនអាពាហ៍ពិពាហ៍ឬក៏កូនពីជំងឺឬក៏ការស្លាប់ពីផ្សេងជាហើយនឹង child and parent ឬក៏កូននិងឪពុកម្ដាយបើសិនបើ employee if employee worker have not already used their annual leave the employee may deduct a special leave from the remaining annual leave for that year អញ្ចឹងបើសិនជាបុគ្គលិកមិនទាន់បានប្រើនៅឈប់សម្រាក18ថ្ងៃទេនយោជកអាចនឹងកាត់
special leave ពី annual leave 18ថ្ងៃរបស់យើងហ្នឹងនៅក្នុងឆ្នាំដែលយើងនៅក្នុងឆ្នាំហ្នឹងនៅក្នុងឆ្នាំដែលយើងជប់ហ្នឹង if the employee or worker have no remain annual leave the employee worker may be required to work to make up or compensate for their special leave ខ្ញុំលើកឡើងអញ្ចឹងបើសិនបើយោជិកឬក៏កម្មករមិនមាននៅ annual leave មាន18ថ្ងៃក្នុងមួយឆ្នាំនោះគឺឈប់អស់តែម្ដងយោជិកឬក៏បុគ្គលិកធ្វើការកម្មករហ្នឹងត្រូវតម្រូវធ្វើការដោយធ្វើការសងគេវិញអញ្ចឹងមិនមែនឈប់ free ទេណាខ្ញុំមានតែប៉ុណ្្នឹងហើយនេះគឺជា quote ដែលខ្ញុំដកស្រង់ជា reference របស់ខ្ញុំហើយមួយទៀតអានេះក៏ជាច្បាប់ដែលខ្ញុំដកស្រង់ដែរហើយបើសិនជាបងប្អូនអាចសារស្រាវជ្រាវបន្ថែមនៅក្នុងនេះគឺខ្ញុំដកស្រង់ចេញពីបកស៊ូងការងារអញ្ចឹងនៅក្នុងមាន page បន្តទៀតអញ្ចឹងបងប្អូនអាចចូលសិក្សាអានស្រួលទៅក្នុងទៅអញ្ចឹងពីខ្ញុំមានតែប៉ុណ្្នឹងអរគុណច្រើនបងប្អូន